បាទសូមគោរពនឹងជំរាបសួរប្រិមិត្តម្ដងទៀតខ្ញុំបាទសវណ្ណធីនៅវេលាអាត្មានេះគឺមិនតាន់បានត្រឡប់ទៅវិញនៅឡើយទេដោយសារតែមុននេះយើងមានបញ្ហាបច្ចេកទេសបន្តិចយើងសូមធ្វើការ live ម្ដងទៀតដែលវេលាអាត្មានេះគឺម៉ោង 11:15 នាទីហើយករណីអគ្គិភ័យដែលបានឆាបឆេះធនាគារ ABA នៅជាន់ទី 2 នេះគឺបានរលត់ទាំងស្រុងហើយដោយត្រូវបានក្រុមពលរដ្ឋអគ្គិភ័យយើងគាត់បានបញ្ជាក់ហើយគឺបានធ្វើការអន្តរាគមន៍ដោយបាញ់ទឹកពលរដ្ឋអស់រថយន្តពលរដ្ឋអគ្គិភ័យចំនួន 4 គ្រឿងដោយមកអន្តរាគមន៍នៅកន្លែងកើតហេតុផ្ទាល់តែម្ដងគឺចំនួន 6 គ្រឿងបាញ់ទឹកអស់តែ 4 គ្រឿងគឺគ្រប់គ្រងសភាពការដែលអគ្គិភ័យដែលបានឆាបឆេះធនាគារ ABA នៅឯចំណុចជាន់ទី 2 នោះគឺបានរលត់ទាំងស្រុងហើយប្រិយមិត្តហើយករណីអគ្គិភ័យនេះបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងកន្លែងកើតហេតុរួមជាមួយនឹងសន្តិសុខដែលស្ថិតនៅចំណុចធនាគារ ABA ផ្ទាល់តែម្ដងបានបញ្ជាក់ប្រាប់ក្រុមការងារយើងឲ្យដឹងថានៅមុនពេលកើតហេតុនោះគឺមានជាងម្នាក់គឺគាត់បានអង្គុយផ្សារដែកបាទផ្សារដែកនៅឯចំណុចទីតាំងជាន់ទី 2 ខាងលើហ្នឹងបាទដើម្បីធ្វើការជួសជុលនិងសាងសង់ធនាគារ ABA ទៅឯផ្ទះល្វែងមួយចំហៀងទៀតប៉ុន្តែនៅពេលដែលខណៈពេលដែលធ្វើការផ្សារនោះក៏មានកតិចភ្លើងក៏បានបកកទៅជាអគ្គិភ័យឆាបឆេះនៅចំណុចឯធនាគារ ABA ជាន់ទី 2 ដែលកំពុងតែសាងសង់នេះផ្ទាល់តែម្ដងហើយករណីអគ្គិភ័យនេះត្រូវបានបងប្អូនប្រជាពលរដ្ឋរួមជាមួយនឹងសមត្ថកិច្ចរួមជាមួយនឹងក្រុមពលរដ្ឋអគ្គិភ័យក៏បានមកធ្វើការអន្តរាគមន៍ភ្លាមនៅទីតាំងកន្លែងកើតហេតុដោយគ្រប់គ្រងសភាពការដោយឆេះនៅវេលាម៉ោង 10 កន្លះដោយធ្វើការអន្តរាគមន៍តែវេលាកន្លះម៉ោងទេឆេះ 10 កន្លះគឺម៉ោងមិន 10 គឺបានគ្រប់គ្រងដោយគ្រប់គ្រងសភាពការទាំងស្រុងដោយធ្វើឲ្យអគ្គិភ័យដែលបានឆាបឆេះនេះរលត់ទាំងស្រុងតែម្ដងហើយចំណែកនៅវេលាអាត្មានេះក្រុមពលរដ្ឋអគ្គិភ័យរួមជាមួយនឹងសមត្ថកិច្ចគឺបានធ្វើការដកកម្លាំងឲ្យនៅឡើយតែបុគ្គលិករួមជាមួយនឹងក្រុមការងាររបស់ធនាគារ ABA ផ្ទាល់តែប៉ុណ្ណោះហើយចំណែកការខូចខាតរួមជាមួយនឹងការខូចខាតនៅសម្ភារៈរួមជាមួយនឹងទឹកប្រាក់ក៏ក្រុមការងារ TV Facebook យើងខ្ញុំមិនទាន់បានទទួលនៅឡើយទេដោយសារតែខាងក្រុមបុគ្គលិកនិងក្រុមការងាររបស់ធនាគារ ABA គឺមិនបានផ្ដល់ព័ត៌មានទាំងអស់ជុំវិញករណីអគ្គិភ័យខាងលើនេះប៉ុន្តែបើតាមបងប្អូនប្រជាពលរដ្ឋដែលបានប្រាប់មកក្រុមការងារ TV Facebook យើងឲ្យដឹងថាធនាគារ ABA នេះគឺបានត្រូវបានបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅខាងក្រោយបាទមានន័យថាបងប្អូនប្រជាពលរដ្ឋយើងគាត់រស់នៅខាងក្រោយធនាគារហ្នឹងគាត់បានប្រាប់មកខាងសន្តិសុខរួមជាមួយនឹងបុគ្គលិកនៅក្នុងធនាគារ ABA នេះជាច្រើនលើកច្រើនសារហើយថាមេត្តាជួយប្រាប់ជាងផ្សារដែលមកជួសជុលសាងសង់ធនាគារ ABA មកចំហៀងទៀតហ្នឹងឲ្យមេត្តាជួយប្រុងប្រយ័ត្នផងព្រោះអីមានកតិចភ្លើងនឹងកតិចភ្លើងនឹងធំធ្លាក់ទៅខ្លាចទៅប៉ះផ្ទះរបស់ពួកគាត់ព្រោះផ្ទះនៅពួកគាត់នៅខាងក្រោយគឺសិតតែជាផ្ទះឈើបាទប្រិមិត្តទៅធ្វើឲ្យរហូតមកដល់ថ្ងៃនេះក៏កើតឡើងនៅអគ្គិភ័យនេះផ្ទាល់តែម្ដងប្រិមិត្តបាទក៏កើតឡើងជាអគ្គិភ័យនេះផ្ទាល់តែម្ដងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅខាងក្រោយគាត់មានអារម្មណ៍ភ័យផងខឹងផងមកឲ្យគាត់ក៏បានសំណូមពរទៅអាជ្ញាធរខណ្ឌចកាមូនមេតាជួយចុះមកត្រួតពិនិត្យនៅទីតាំងធនាគារ ABA នេះបន្តទៀតផងហើយបើសិនជាចង់សាងសង់បន្តមេតាជួយសាងសង់តាមលក្ខណៈស្តង់ដារនិងបច្ចេកទេសឲ្យបានត្រឹមត្រូវប្រសើរជាងនេះផងបាទហើយនេះបាទហើយហេតុការណ៍នេះគឺកើតឡើងនៅតាមបណ្ដោយផ្លូវសទ្ធារស់ដែលនៅទល់មុខនឹងផ្សារទំនើបEON ដែលស្ថិតនៅក្នុងសកាត់ទលេបាសាក់ខណ្ឌចកាមូនអរគុណណាស់ប្រិយមិត្តសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសវណ្ណធីសូមបញ្ចប់ការ live ត្រឹមនេះហើយចំពោះករណីអគ្គិភ័យខាងលើនេះគឺបានរលត់ទាំងស្រុងហើយចំពោះព័ត៌មានលម្អិតនិងការខូចខាតនៅក្នុងធនាគារ ABA គឺយើងមិនទាន់បានព័ត៌មានអ្វីទាំងអស់ដោយសារតែខាងក្រុមការងារនិងបុគ្គលិកខាងធនាគារ ABA គាត់មិនបានផ្ដល់ព័ត៌មានអ្វីទាំងអស់មកក្រុមការងារយើងអរគុណណាស់ប្រិយមិត្តយើងសូមបញ្ចប់ការ live ត្រឹមនេះ